ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវហ្នឹងនាំគ្នាដើរទៅចំការក្រោយផ្ទះខ្ញុំសិនទៅរកបេះទៅរកដកស្ពៃយកស្លំជូរថ្ងៃណាដកទៅមើលទាំងអស់គ្នាមើលទៅស្ទាបបងប្អូនមើលរងស្ពៃរបស់ខ្ញុំណានៅខាងណានេះស្ពៃអត់ទៅទាន់បានធំប្រមាណតែក៏ប៉ុន្តែឥឡូវត្រូវការចង់ញ៉ាំស្លម្ជូរឥឡូវខ្ញុំមកដកស្ពៃប្រហែលប្រមាណ5 6គុំយកទៅយកធ្វើម្ហូបដកបដ ாய் ដកបដ ாய் ទៅស្ពៃដកចេះបដ ாய் អត់កាត់ទៅដកបដ ாய் ទៅនេះអត់តន់ធំទេនៃស្ពៃហាងរមើលខ្ញុំអត់ដឹងមិនដែរទេនេះវាអត់តន់ធំផងហើយចង់ចេញផ្កាបាត់ហើយហើយមកពីខ្ញុំនឹងរយគ្រាប់នឹងញឹកពេកតាមមើលកូនណាត្រូវកូនឯងផុសបានក៏ផុសឬក៏មើលទេសភាពនៅខាងណាសិនអីចឹងណាកូនណានេះកាមេរ៉ាមែនថតឲ្យស្អាតទៅបងអូននេះប៉តនៅនេះអត់ទៅប្រាប់ពុកម៉ែបងប្អូនហ្នឹងពោតអត់យកមកបងប្អូននេះប៉តស្វាត់យកមកពីស្រុកខ្មែរមិនពោតស្វាត់ទេពោតស្អាតដោយពោតតណាបថាពោតតណាបអូប៉តតណាបហ្នឹងហើយគេហៅពោតតណាបកូនឯងហៅពោតស្វិតមិនកូនពោតស្វិតដកស្បៃនេះមកចេញផ្កាអស់លីងស្បៃមើលខ្ញុំដកយកស្លថ្ងៃនេះចង់ញ៉ាំស្លម្ជូរដកប៉ុន្តែអត់តមានម្អមផងអត់តបានដាំម្អមទេនេះអត់បានទៅផ្សារដាំម្អមប៉ុន្តែប្រហែលបានមួយឆ្នាំឲ្យដឹងមើលប្រហែលមួយគុំ2គុំទៀតសិនដកច្រើនវាចិត្តគ្នាពេកច្រើនញឹកពេកមើលចូលចិត្តដាំនេះបានល្អទៅនេះប៉ុណ្ណឹងបានហើយដឹងបានមកស្លប្រហែលតែ2ចានទេអត់ស្លច្រើនទេប៉ុន្តែប្រហែលបានហើយតាមមើលចឹងប៉ុណ្ណឹងឯងបងប្អូនអត់មានអីទៀតទេមកដកទៅស្ពៃយកធ្វើម្ហូបឯងជម្រាបលាសុខសប្បាយទាំងអស់គ្នាជួបគ្នាថ្ងៃក្រោយ